ស្លាញ់ហុកលុយបើចង់មានលុយច្រើនស្លាញ់ហុកលុយបើចង់មានលុយច្រើនថ្ងៃនេះគឺថាជិះឡានមកជុំគ្នាជាមួយនឹងធីមចាជី brand V ទាំងអស់តែម្ដងថ្ងៃនេះគឺយើងមកកន្លែងហាងពូកមកកន្លែងអ្នកទាំងអស់គ្នាដើម្បីធ្វើការ surprise អូនក្តឹបដោយសារតែក្នុងវីដេអូបង្ការគាត់ធ្លាប់និយាយពាក្យថាគាត់ចង់បានពូកដើម្បីធ្វើការគេងឲ្យងាយស្រួលដោយសារតែប៉ាម៉ាក់មួយបងប្អូនគាត់ច្រើនអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងគាត់មានពូកគេងទេអញ្ចឹងគាត់ចង់ស្គាល់រសជាតិជាមួយនឹងពូកដេកលក់ស្រួលទុនល្មើយបែបហ្នឹងអញ្ចឹងហើយថ្ងៃនេះចាជី brand V ក៏គាត់បានជូនអូនក្តឹបមកផ្ទាល់ប៉ុន្តែពួកយើងអត់បានប្រាប់គាត់ទេថាជូនគាត់មកទិញពូកដើម្បី surprise គាត់គឺគ្រាន់តែប្រាប់គាត់ថាឲ្យគាត់ជួយហើដើម្បីឲ្យចាជីទិញដើម្បីយកទៅដាក់ផ្ទះគាត់ទេនិយាយទៅពេលដែលពួកយើងចេញមកហ្នឹងគឺអត់មានកម្រងតែម្ដងដល់គ្នាដោយសារតែពួកខ្ញុំថ្ងៃនេះជុំគ្នាថនអញ្ចឹងណាហើយក៏នឹកឃើញចង់ surprise អូនក្តឹបដោយសារតែគាត់ចង់បានជាមួយនឹងពូកគេអញ្ចឹងហើយចាជីក៏គាត់នាំគ្នាជាមួយនឹង team work ទាំងអស់គឺជិះមកហៅពូកដើម្បីឲ្យ surprise អូនក្តឹបបន្ទាប់ពីមើលទៅគាត់ស្រឡាញ់ពូកមួយហ្នឹងហើយយើងក៏ចាប់ផ្ដើមដើររកកាមេម្ដងហើយឲ្យគាត់រើសទៀតថាកាមេមួយណាដែលគាត់ស្រឡាញ់ដើម្បីឲ្យគាត់រើសឲ្យចាជីអីអញ្ចឹងណាអញ្ចឹងគាត់រើសចាប់ផ្ដើមម្ដងពណ៌នេះម្ដងពណ៌នោះអញ្ចឹងក៏ឲ្យគាត់សម្រេចចិត្តថារើសតែមួយទៅគាត់ថាចង់បានពណ៌បៃតងដើម្បីឲ្យចាជីដាក់ទៅលេខបន្ទប់តែចុងក្រោយរើចោះរើឡើងគាត់ក៏មើលចុះមើលឡើងហើយគាត់ក៏ឃើញរូបលុយមួយនេះបងប្អូនគាត់ទៅរើរូបលុយហ្នឹងយកមកឡើងលឿនគាត់គិតថារើកាមេពុកហ្នឹងដើម្បីឲ្យចាជីអញ្ចឹងណាស្លាញ់ហ្នឹងមកកូនឆ្លាញ់មែនតាម៉ែស្រឡាញ់មែនអូយកំស្រីម៉ែស្រឡាញ់ឃើញញ៉ៃពុកម៉ែបងប្អូនខ្ញុំរើហើយម៉ាមីអែនជីថយហ្មងអាហ្នឹងណាហើយក៏ម៉ែស្រឡាញ់ដែរមែនស្លាញ់ហុកលុយបើចង់មានលុយច្រើនស្លាញ់ហុកលុយបើចង់មានលុយច្រើននិយាយទៅបងប្អូនអរគ្នាបានលឺសលេងរបស់គាត់ណាគាត់និយាយពាក្យថាគាត់ចង់កេងលើកាមេហុកលុយដើម្បីចង់ឲ្យមានលុយច្រើនតែខ្ញុំពិតជាកោតសរសើរជាមួយនឹងអូនក្តឹបពិតមែនណាក្មេងរបស់គាត់គឺពិតជាឆ្លាតហើយពូកែខ្លាំងមែនតើគាត់អាចហុកលុយបានតាំងពីក្មេងដើម្បីជួយគ្រប់គ្រងគ្រួសាររបស់គាត់មើលទៅអូនក្តឹបគាត់រឹងមាំតាំងពីក្មេងហ្មងគួរឲ្យស្រឡាញ់ណាគឺថាទៅណាមកណាគឺមានតែគេស្រឡាញ់ចូលចិត្តអាណិតគាត់តែម្ដងដោយសារតែគាត់ឆ្លាតពូកែជាក្មេងម្នាក់ដែលខិតខំប្រឹងធ្វើការហៅលុយដើម្បីចំណូលចូលទៅផ្គត់ផ្គង់គ្រួសារជាមួយនឹងបងប្អូនគាត់ជាមួយនឹងប៉ាម៉ាក់គាត់ផងដែរទៅគឺពិតជាការខ្លាំងមែនតែម្ដងឡើយអូនក្តឹបគឺថាគាត់ឃ្លានទឹកគាត់ដើរចេញទៅទិញទឹកបាត់ហើយអ្នកនរគ្នាអញ្ចឹងចែកជី brand V គាត់ចាប់ផ្ដើមធ្វើការគិតលុយភ្លាមតែម្ដងដើម្បីទូទាត់ប្រាក់រួចរាល់ហើយគឺឲ្យគេដឹកជាមួយនឹងពូកនឹងជាមួយនឹងស្រោមពូកទៅផ្ទះគាត់ផ្ទាល់ពេលនេះតែម្ដងប៉ុន្តែអូនក្តឹបគាត់អត់ទាន់ដឹងខ្លួនទេដោយសារតែពួកយើងមានការសប្រាក់គាត់ពេលទៅដល់ផ្ទះគាត់តែម្ដងមិនមកយកលុយប្រាក់ខែទៅទិញអូមិនចង់ต้องឲ្យម៉ាក់ចាយต้องឲ្យម៉ាក់ឥឡូវយើងកំពុងតែឈ្មោះដំណើរទៅរកផ្ទះគាត់ហើយប៉ុន្តែគាត់នៅតែអត់ទាន់ដឹងចឹងថាកំពុងតែទៅណាគាត់គ្រាន់ប្រាប់ថាពួកនេះយើងជិះដឹកទៅដាក់ផ្ទះចែជីតែប៉ុណ្ណោះដោយសារតែគាត់អង្គុយក្រោយហើយគឺថាបាំងទៀតអញ្ចឹងគាត់មើលភ្លើអត់ទាន់ឃើញទេដល់វគ្គនេះអូនក្តឹបព្រៀងសង្ស័យឯងចែជីថាដឹកមកផ្ទះបងប្អូនគាត់នៅចិត្តហ្នឹងគាត់ថាអីចៃដន្យមិនចានឹងផ្ទះអូនតើអីចឹងណាហើយបងប្អូនចៃឈ្មោះអីគេធ្វើសួរអញ្ចឹងទៀតណាអូយទៅគាត់ថាឆ្លាតហើយបកាខ្លាំងមែនតើអូនក្តឹបខ្ញុំនិយាយមែនខ្ញុំស្រឡាញ់គាត់ខ្លាំងហ្មងឥឡូវចាប់ផ្ដើមធ្វើការលើកពូចូលផ្ទះរបស់គាត់ផ្ទាល់តែម្ដងដល់គ្នាផ្ទះរបស់គាត់គឺថាផ្លូវពិបាកខ្លាំងមែនតើយើងចតឡានឡើងនៅចំហៀងបែបហ្នឹងដល់គ្នាឲ្យផ្លូវចូលរបស់គាត់គឺថាឡើងទូចតែម្ដងពេលដើរមកចូលដល់កន្លែងនេះគឺអត់ទាន់អី